ឥឡូវជាការចាប់ផ្ដើមសូមអញ្ជើញអាយដាមជួបផានិតានេះជាលំដាប់លំដោយនៃការដែលយើងត្រូវធ្វើគឺមាន3ទី1ចាប់ផ្ដើមពីអាយដាមយកផានិតាធ្វើរបាយការណ៍ជូនអង្គសមាជរបស់យើងសូមជំរាបសួរគោរពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាជាតិកម្ពុជានិងជាប្រធានសមាជរដ្ឋសភាព្រឹទ្ធសភាជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជានិងជាអនុប្រធានគណៈកម្មការសមាជរដ្ឋសភាព្រឹទ្ធសភាជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាជារដ្ឋក្រុងពពោះសម្ដេចអគ្គមហាបញ្ញាចក្រីប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចក្លាហោមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពខ្ពង់ខ្ពស់សម្ដេចវិជ័យឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាទីគោរពខ្ពង់ខ្ពស់សម្ដេចសង្ឃបណ្ឌិតឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រខ្ពង់ខ្ពស់អាដាមកតេសិដ្ឋាបណ្ឌិតអាដាមលោកជំទាវសមាជិកសមាជិកាគណៈកម្មការសមាជរដ្ឋសភាព្រឹទ្ធសភាជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចព្រះអង្គម្ចាស់លោកទាវអាដាមជាជំនួយការនិងជាសមាជិកសមាជិកាសមាជសភាព្រឹទ្ធសភាជាទីដកដងដំក្នុងនាមជំនួយការនៃគណៈកម្មការសមាជរដ្ឋសភាព្រឹទ្ធសភាដែលទទួលបន្ទុកនៅសហការខ្ញុំបាទសូមគោរពអនុញ្ញាតនាំយកនយោបាយក្នុងការពិនិត្យនិងសិក្សាប្រធានបទប្រព័ន្ធកម្ពុជាសង្គមដូចតទៅមួយអំពីទម្រង់ច្បាប់សេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភាព្រឹទ្ធសភានេះគឺដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន3របស់ប្រទេសជាតិត្រូវបានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានសមាជរដ្ឋសភាព្រឹទ្ធសភាតាមរយៈលិខិតលេខ235លសចុះថ្ងៃសុក្រពីកើតខែប្រគុណឆ្នាំរោងឆស័កពុរសករាជ2568ត្រូវถึงថ្ងៃទី28ខែកុម្ភៈឆ្នាំ2025អង្គប្រជុំគណៈកម្មការសមាជរដ្ឋសភាព្រឹទ្ធសភាកាលពីថ្ងៃអង្គារ100ខែពិសាឆ្នាំម្សាញ់សពស័កពុរសករាជ2569ត្រូវនៅថ្ងៃទី13ខែសុភាឆ្នាំ2025បានអនុម័តយល់ព្រមទទួលយកសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភាព្រឹទ្ធសភាដើម្បីពិភាក្សាលើប្រធានបទចំនួន3របស់ប្រទេសជាតិ1ប្រធានបទប្រព័ន្ធកម្ពុជាសង្គម2ប្រធានបទសេដ្ឋកិច្ចក្រៅប្រព័ន្ធ3ប្រធានបទអំពីវិស័យកសិកម្មហើយបានសម្រេចប្រគល់ប្រធានបទអំពីប្រព័ន្ធកម្ពុជាសង្គមជូនខ្ញុំបាទនិងអាដាមឈឹងវុឌ្ឍដោយសហការជាមួយលោកជំទាវមានសំអាននិងលោកជំទាវឡោកខេងជាជំនួយការគណៈកម្មការសមាជរដ្ឋសភានិងព្រឹទ្ធសភាតាមលិខិតលេខ006/0525សមចុះថ្ងៃទី13ខែឧសភាឆ្នាំ2025របស់សមាជរដ្ឋសភានិងព្រឹទ្ធសភាដើម្បីធ្វើការពិនិត្យនិងសិក្សាហើយធ្វើរបាយការណ៍និងសេចក្តីព្រៀងសេចក្តីសម្រេចរបស់សមាជជូនគណៈកម្មការសមាជរដ្ឋសភាព្រឹទ្ធសភាឆ្លើយតបតាមការប្រកបភារកិច្ចនេះក្រុមជំនួយការយើងខ្ញុំបានរៀបចំប្រជុំជាបន្តបន្ទាប់ដោយមានការសហការអំពីអ្នកបច្ចេកទេសនៃក្រសួងស្ថាប័នពាក់ព័ន្ធហើយរៀបចំខ្លឹមសារនៃឯកសារឲ្យបានគ្រប់ជ្រុងជ្រោយសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភានេះបានរៀបចំឡើងត្រឹមត្រូវដោយមានបញ្ញត្តិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រាទី116ថ្មីច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាមាត្រា10និងបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាប្រការ6 2អំពីកតេច្បាប់ប្រធានបទអំពីប្រព័ន្ធកម្ពុជាសង្គមត្រូវបានរៀបចំដោយអាឡំតាមរដ្ឋធម្មនុញ្ញមាត្រា116ថ្មីដែលចែងថាក្នុងករណីចាំបាច់រដ្ឋសភានិងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជដើម្បីដោះស្រាយបញ្ហាសំខាន់របស់ប្រទេសជាតិច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាមាត្រា10ដែលចែងថាព្រះមហាក្សត្រប្រធានព្រឹទ្ធសភាប្រធានរដ្ឋសភានាយករដ្ឋមន្ត្រីអាចព្រួយដើមឲ្យមានការប្រជុំសមាជបានបទបញ្ជាផ្ទៃក្នុងនៃសមាជរដ្ឋសភានិងព្រឹទ្ធសភាប្រការ6ដែលចែងថាគណៈកម្មការសមាជទ
ទទួលពិនិត្យនិងសម្រេចបញ្ហាសំខាន់របស់ប្រទេសជាតិដែលត្រូវដាក់ជារបៀបវេរអស់របស់អង្គប្រជុំសមាជ3គោលបំណងដោយផ្អែកទៅលើកម្មវិធីនយោបាយរបស់គណៈបកប្រជាជនកម្ពុជាដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគ្រប់គ្រងព្រឹកទឹកព្រឹកដីនៅក្នុងការបោះឆ្នោតសកលនីតិកាលទី7នៃរដ្ឋសភាកាលពីថ្ងៃទី23កក្កដាឆ្នាំ2023សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានបង្ហាញនៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាសម្រាប់កសាងនិងការពារមាតុភូមិឆ្នាំ2023-2028កាលពីថ្ងៃទី22ខែសីហាឆ្នាំ2023ជូនអង្គរដ្ឋសភានិងជូនប្រជាជនកម្ពុជាទូទាំងប្រទេសតាមរយៈរដ្ឋសភាក្នុងនោះកម្មវិធីនយោបាយនេះបានកំណត់ដាក់ចេញនៅគោលដៅយុទ្ធសាស្ត្រគោលនយោបាយចម្បងជាអាទិភាពគោលនយោបាយអភិវឌ្ឍតាមវិស័យនិងកម្មវិធីគោលនយោបាយអាទិភាពដែលត្រូវចាប់ផ្ដើមអនុវត្តពីឆ្នាំ2023តទៅដែលជាក្របខ័ណ្ឌសម្រាប់តម្រង់ទិសការងាររបស់រាជរដ្ឋាភិបាលក្នុងការបំពេញបេសកកម្មបម្រើជាតិព្រមទាំងអនុវត្តការសន្យាជាមួយប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតឈលលើមូលដ្ឋាននៃកម្មវិធីនយោបាយនេះរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានរៀបចំយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1និងប្រកាសឲ្យដាក់ជាផ្លូវការនៅយុទ្ធសាស្ត្រនេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកទី1កាលពីថ្ងៃទី24ខែសីហាឆ្នាំ2023ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងជាភាពសម្ដេចកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យឆ្នាំ2050ដែលជារបៀបវគ្គគោលនយោបាយសង្គមសេដ្ឋកិច្ចតាមរយៈនេះប្រព័ន្ធការពារសង្គមត្រូវបានចាត់ជាអាទិភាពផងដែរដូចមាននៅក្នុងចក្រកោណទី1ការវិវត្តមូលធនមនុស្សផ្នែកទី4ស្ដីពីការពង្រឹងប្រព័ន្ធការពារសង្គមនិងប្រព័ន្ធស្បៀងក្នុងគោលបំណងធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធការពារសង្គមកម្ពុជាដោយផ្ដោតទៅលើការកសាងភាពធន់និងរក្សាភាពបត់បែនដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុគ្រោះអាសន្ននិងវិបត្តិនានាដូចជាវិបត្តិក៏ដូចជាការវិវត្តនៃកត្តាសេដ្ឋកិច្ចកត្តាសង្គមនិងកត្តាវិទ្យាសាស្ត្រជាទូទៅសម្ដៅរួមចំណែកលើកម្ពស់សុខុមាលភាពសង្គមនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នក្នុងន័យនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាព6សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមឆ្នាំ2023ដោយកម្មវិធីនយោបាយចំនួន3មានគោលបំណងបន្តអនុវត្តប្រព័ន្ធការពារសង្គមរួមមានការពង្រីកការថែរក្សាសុខភាពឆ្ពោះទៅកាន់ការគ្រប់ដណ្ដប់សុខភាពសកល2ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស3ការធ្វើស្ថាបនិកកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្នបន្ថែមលើនេះក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម2024-2035ត្រូវបានដាក់ប្រកាសឲ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2025ក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមឆ្នាំ2024-2035ជាគោលនយោបាយដ៏មានសារៈសំខាន់ដែលបានធ្វើឲ្យមានការផ្លាស់ប្ដូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសសរស្តម្ភទៅជាការប្រព័ន្ធគាំពារសង្គមនិងការផ្ដល់កិច្ចគាំពារតាមហានិភ័យនៃវត្តការងារ4អត្ថប្រយោជន៍ស្របតាមការចង្អុលបង្ហាញរបស់ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម2016-2025និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ2024-2035ព្រមទាំងកម្មវិធីគោលនយោបាយអាទិភាពរាជរដ្ឋាភិបាលដាក់ចេញនៅកម្មវិធីជំនួយសង្គមនិងរបបសន្តិសុខសង្គមសម្រាប់ផ្ដល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋកម្ពុជាព្រមទាំងអន្តរាគមន៍ឆ្លើយតបនឹងគ្រោះអាសន្នដូចជាវិបត្តិនៃជំងឺ Covid-19 សម្ពាធអតិផរណានិងគ្រោះទឹកជំនន់អត្ថប្រយោជន៍នេះរបបសន្តិសុខសង្គមនិងកម្មវិធីជំនួយសង្គមរួមមានប្រព័ន្ធសន្តិសុខសង្គមការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារគឺផ្ដល់ជូនសមាជិកគ្រប់រូបនៅយន្តការការពារផ្នែកហិរញ្ញវត្ថុនៅពេលជួបប្រទះដោយហានិភ័យការងារជាអាចគ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ពេលធ្វើដំណើរជំងឺនិងវិជ្ជាជីវៈតាមរយៈការផ្ដល់សេវាព្យាបាលនិងថែទាំសុខវិជ្ជសាស្ត្រការផ្ដល់ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្ដោះអាសន្នធនធានសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍
វិភាគសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ធនធានអដជីវីវិភាគបូជាសពនិងសេវាស្ដារនីតិសម្បត្តិការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពគឺផ្ដល់ជូនសមាជិកគ្រប់រូបនៅយន្តការការពារផ្នែកហិរញ្ញវត្ថុនៅពេលជួបប្រទះនៅហានិភ័យសុខភាពជាអាចការជឿកាត់គ្រោះថ្នាក់ជាហានិជាយថាហេតុក្រៅពីហានិភ័យការងារនិងមាតុភាពតាមរយៈការផ្ដល់ការព្យាបាលនិងថែទាំវិទ្យាសាស្ត្រប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលព្យាបាលជំងឺប្រាក់បំណាច់មាតុភាពនិងវិភាគបូជាសពឡាក់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនគឺផ្ដល់ជូនសមាជិកគ្រប់រូបនៅយន្តការការពារផ្នែកហិរញ្ញវត្ថុសម្រាប់ពេលចាស់ជរាតាមរយៈការផ្ដល់ប្រាក់ចំណូលសមរម្យចំពោះប្រជាជនដែលចូលរួមនៅក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចនិងការកាត់បន្ថយជាអតិបរមានៅការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រនៅពេលចាស់ជរាឬក៏ទទួលរងទុព្វពលភាពកម្មវិធីជំនួយសង្គមកម្មវិធីជំនួយសង្គមក្នុងកញ្ចក់គ្រួសារធ្វើសមាហរណកម្មនិងបង្កើតថ្មីនៅកម្មវិធី4រួមមាន1កាត់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុ2ឆ្នាំផ្ដល់ប្រាក់ឧបត្ថម្ភជូនស្ត្រីមកពីគ្រួសារក្រីក្រនៅពេលពិនិត្យសុខភាពមុនសម្រាលនិងពិនិត្យសុខភាពនិងចាក់វ៉ាក់សាំងដល់កុមារក្រោយពីសម្រាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ2កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សានិងមធ្យមសិក្សាផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែដើម្បីលើកកម្ពស់ការសិក្សាសម្រាប់សិស្សមកពីគ្រួសារក្រីក្រ3កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាពមកពីគ្រួសារក្រីក្រប្រចាំខែ4កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ60ឡើងមកពីគ្រួសារក្រីក្រប្រចាំខែទន្ទឹមនឹងនេះកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចក់គ្រួសារក៏មានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់និងការឧបត្ថម្ភសមាជិកគ្រួសារក្រីក្រដែលរស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍ផងដែរកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍លើកកម្ពស់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រនិងងាយរងគ្រោះខ្ពស់រួមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យផ្ដល់ការបណ្ដុះបណ្ដាលដោយមិនបង់ថ្លៃជាមួយនឹងប្រាក់ឧបត្ថម្ភចំនួន28,000ក្នុងមួយរៀលក្នុងមួយខែនិងបានផ្ដល់សេវាពាក់ព័ន្ធនិងទីផ្សារការងារកម្មវិធីស្ដារជីវភាពឡើងវិញសម្រាប់ការផ្លាស់ប្ដូរលំនៅឋាននៅក្រុងរុនតាឯកតេជោសែននិងគុំពាក់ស្នែងនៃស្រុកអង្គរធំខេត្តសៀមរាបបំពេញបន្ថែមលើប្រាក់ឧបត្ថម្ភពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចក់គ្រួសារដើម្បីផ្ដល់ការគ្រប់គ្រងបន្ថែមផ្នែកជីវភាពមូលនិធិសមត្ថសុខាភិបាលផ្ដល់សេវាថែទាំសុខភាពទៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដោយរដ្ឋជាអ្នកបង់ថ្លៃជំនួសដល់ក្រុមប្រជាពលរដ្ឋផ្សេងរួមមានប្រជាពលរដ្ឋគ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យកម្មករក្រៅប្រព័ន្ធអ្នកធាក់ស៊ីក្លូកីឡាករជម្រើសជាតិក្រុមគ្រួសារជនពលីមរណៈបុគ្គលបម្រើក្នុងសេវាកំសាន្តទេសចរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងបុគ្គលវិស័យក្រៅប្រព័ន្ធផ្សេងទៀតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំសម្រាប់សមាជិកបសសជាស្ត្រីផ្ដល់សេវាសុខាភិបាលបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះនិងក្រោយសម្រាលរហូតកុមារអាយុ2ឆ្នាំហើយបានពង្រឹងវិសាលភាពដល់មន្ត្រីរាជការមន្ត្រីកម្មសិក្សាមន្ត្រីកិច្ចសន្យានិងមន្ត្រីនគរបាលជាស្ត្រីអន្តរាគមន៍ឆ្លើយតបនឹងគ្រោះមហន្តរាយក្នុងប្រព័ន្ធគាំពារសង្គមនៅក្នុងអាណត្តិទី6ដឹកនាំដោយសម្ដេចនាយកមហាសេនាបតីតេជោរាជរដ្ឋាភិបាលក៏បានអនុវត្តកម្មវិធីជំនួយសង្គមដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋនិងពលរដ្ឋងាយរងហានិភ័យក្នុងការឆ្លើយតបនឹងគ្រោះអាសន្នរួមមានជំងឺ Covid-19 សម្ពាធអតិផរណានិងគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងគោលបំណងផ្ដល់ការការពារដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រនិងងាយរងគ្រោះដូចខាងក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ Covid-19 អន្តរាគមន៍កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបន្ទប់ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ Covid-19 អន្តរាគមន៍គាំពារសង្គមដើម្បីឆ្លើយតបនឹងសម្ពាធអតិផរណាសម្រាប់គ្រួសារងាយរងហានិភ័យកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដែលរងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់5វឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមគិត
ត្រឹមខែមេសាឆ្នាំ2025កម្មវិធីជាតិជំនួយសង្គមមានវិសាលភាពគ្រប់ដណ្ដប់លើពលរដ្ឋគោលដៅសម្រាប់ចំនួន4លាន840,000នាក់នៅក្នុងឆ្នាំ2025នេះរាជរដ្ឋាភិបាលបានវិភាគថវិកាជាតិប្រមាណ $1,027.6 ប៊ីលានរៀលឬស្មើនឹង$257 លានសហរដ្ឋអាមេរិកសម្រាប់អនុវត្តកម្មវិធីជំនួយសង្គមខាងលើគិតត្រឹមខែមេសាឆ្នាំ2025របបសន្តិសុខសង្គមគ្រប់បណ្ដាប្រជាពលរដ្ឋ3លាន890,000ដោយក្នុងឆ្នាំ2025រាជរដ្ឋាភិបាលបានវិធានថវិកាជាតិចំនួន$1,700 ប៊ីលានរៀលស្មើនឹងប្រមាណ$425 លានបន្ថែមលើថវិកាភាគទានដើម្បីអនុវត្តរបបសន្តិសុខសង្គមទាំង3ធំៗខាងលើជាមួយគ្នានេះរាជរដ្ឋាភិបាលបន្តអនុវត្តគោលនយោបាយដែលតម្រូវឲ្យមាននយោជកទទួលបន្ទុកបង់ភាគទានសម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជំនួសកម្មករនិយោជិតទាំងស្រុង 100% ដែលធ្វើឲ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាប្រមាណ$8ក្នុងមួយខែហើយនៅតែទទួលបានខែតែធម្មសុខភាពដោយឥតគិតថ្លៃលើសពីនេះទៅពេលជួបវិបត្តិនិងគ្រោះមហន្តរាយកន្លងគ្រោះអាសន្នកន្លងមកយ៉ាងការរាលដាលជំងឺ COVID-19 សម្ពាធអតិបរមានិងគ្រោះទឹកជំនន់រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ការគាំពារដល់ពលរដ្ឋតាមរយៈអត្រាគមន៍ជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រគ្រួសារងាយរងហានិភ័យដែលមានចំណាយថវិកាជាតិបន្ថែមសរុបចំនួន$6.7 ត្រីលីនរៀលឬស្មើនឹង$1,422 លានសហរដ្ឋអាមេរិកដើម្បីជួយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋតែការនៃកំណើនសេដ្ឋកិច្ចសន្តិសុខពេញលេញបរិបូរណ៍និងស្ថិរភាពនយោបាយជាបុរិយលក្ខខណ្ឌមិនអាចខ្វះបានតែអនុញ្ញាតឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្ត្រក៏ដូចជាការអនុវត្តការងារកែតម្រង់សំខាន់ដើម្បីស្ដារអភិវឌ្ឍប្រទេសឲ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈកន្លងមករាជរដ្ឋាភិបាលបានផ្ដោតលើការកសាងប្រព័ន្ធគាំពារសង្គមតាមរយៈការដាក់ឲ្យអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម2016-2025ដោយក្របខ័ណ្ឌនយោបាយនេះបានកំពុងដំណើរការយ៉ាងសំខាន់ក្នុងការកសាងនិងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្ដុំសុគន្ធភាពប្រសិទ្ធភាពជាភាពនិងបរិយាបន្នតាមរយៈការអនុវត្តក្របខ័ណ្ឌគោលនយោបាយនេះក្រុមប្រឹក្សាជាតិគាំពារសង្គមដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានដឹកនាំការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធឲ្យសម្រេចបាននូវសមិទ្ធផលជាច្រើនជាពិសេសការជួយទប់ស្កាត់ពលរដ្ឋក្រីក្រដែលងាយរងគ្រោះពីការធ្លាក់ចូលទៅក្នុងភាពក្រីក្រកាន់តែខ្លាំងក្នុងអំឡុងវិបត្តិធំនាពេលកន្លងមករួមមានវិបត្តិបណ្ដាលមកពីការរាលដាលនៃជំងឺ COVID-19 សម្ពាធអតិបរមានិងគ្រោះមហន្តរាយគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាដើមការនេះបានឆ្លុះបញ្ចាំងថាប្រព័ន្ធគាំពារសង្គមកម្ពុជាកាន់តែមានភាពធន់ភាពរឹងមាំវិសាលភាពធំជាងមុនសមាជកម្មកាន់តែមានប្រសិទ្ធភាព6កំណត់សង្កល់ទោះជាមានវឌ្ឍនភាពនិងសមិទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់យ៉ាងណាក៏ដោយការកសាងនិងការអនុវត្តប្រព័ន្ធគាំពារសង្គមនេះប្រកបដោយប្រសិទ្ធភាពតែទៅជួបប្រទះបញ្ហាប្រឈមមួយចំនួនមួយសមត្ថភាពបុគ្គលិកមានកម្រិតក្នុងការអនុវត្តកម្មវិធីគាំពារសង្គមប្រកបដោយគុណភាពគឺមានភាពយឺតក្នុងការចុះឈ្មោះការផ្ដល់សេវាជូនប្រជាពលរដ្ឋបន្តសភាពការតាមមន្ទីរពេទ្យមួយចំនួនក៏ប៉ុន្តែមានការតាមដានវាយតម្លៃជាបន្ត2ប្រព័ន្ធទិន្នន័យមិនតាន់មានភាពរឹងមាំក្នុងការកំណត់អត្តសញ្ញាណអ្នកដែលត្រូវការជំនួយពិតប្រាកដនិងការគ្រប់គ្រងទិន្នន័យអ្នកទទួលផលឲ្យបានត្រឹមត្រូវនិងតាន់ពេលវេលាគឺជាកិច្ចការស្មុគស្មាញដែលអាចនាំឲ្យមានការលិចធ្លាយការខ្លាយបន្លំក្នុងការទទួលសេវា3វិបត្តិសេដ្ឋកិច្ចនិងគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់គ្រោះរាំងស្ងួតឬជំងឺរាតត្បាតអាចបង្កើនតម្រូវការសង្គមយ៉ាងខ្លាំងដែលអាចដាក់សម្ពាធយ៉ាងខ្លាំងលើប្រព័ន្ធគាំពារសង្គមដែលមានស្រាប់4ការប្រែប្រួលអាកាសធាតុអាចបង្កឲ្យមានផលប៉ះពាល់អវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជនជាពិសេសអ្នកដែលងាយរងគ្រោះដែលអាចបង្កើនតម្រូវការការគាំពារសង្គមការដោះស្រាយបញ្ហាប្រឈមទាំងនេះត្រូវការការបដិញ្ញាចិត្តខ្ពស់ពីរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលនិងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការរួមគ្នាដើម្បីកសាងប្រព័ន្ធគាំពារសង្គមមួយរឹងមាំប្រកបដោយប្រសិទ្ធភាព
មាននិរន្តរភាពដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅលើកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា 7. សេចក្តីសន្និដ្ឋានចាប់តាំងពីថ្ងៃទី 7 មករាឆ្នាំ 1979 រដ្ឋអំណាចប្រជាជនត្រូវទទួលខុសត្រូវស្ដារជីវភាពរបស់ប្រជាជនផងនិងត្រូវការពារប្រទេសពីគ្រោះថ្នាក់នៃការវិលត្រឡប់នៃរបបបល្ល័ង្កពូជសាសន៍ផងសន្តិភាពពេញលេញដែលកើតចេញពីគោលនយោបាយឈ្នះរបស់សម្ដេចតេជោកាលពីថ្ងៃទី 29 ខែធ្នូឆ្នាំ 1998 ស្ថិរភាពនិងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោក្នុងរយៈពេល 4 ទសវត្សរ៍នេះគឺជាលក្ខខណ្ឌចាំបាច់នៃការរីកចម្រើននៃប្រព័ន្ធគាំពារសង្គមបច្ចុប្បន្ននៅក្នុងអំឡុងវិបត្តិ COVID-19 ប្រព័ន្ធគាំពារសង្គមបានរួមធានានៅជីវភាពរស់នៅតាមលំនាំរបបថ្មីរបស់ប្រជាជនកម្ពុជារាប់លានអ្នកនៅទូទាំងប្រទេសរាជរដ្ឋាភិបាលនីតិកាលទី 7 ដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមយ៉ាងស្វាហាប់និងប្រកបដោយជំនឿជឿជាក់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅកាន់គោលដៅ 2050 ជាប្រទេសមានចំណូលកម្រិតខ្ពស់ស្មើមុខស្មើមាត់ជាមួយប្រទេសជឿនលឿនលើពិភពលោកក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមនិងផ្ដល់ប្រយោជន៍សម្រាប់តម្រង់ទិសដល់ការធ្វើឲ្យប្រព័ន្ធគាំពារសង្គមដែលការវិតម្លៃនេះបង្ហាញពីសកម្មភាពនៃការអនុវត្តជោគជ័យនៅក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ 2016-2025 ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធគាំពារសង្គមរួមទាំងមេរៀនដែលទទួលបានតាំងពីឆ្នាំ 2016 មករួមទាំងបទពិសោធន៍ឆ្លើយតបនឹងវិបត្តិ COVID-19 គឺជាមូលដ្ឋានសម្រាប់កំណត់ចក្ខុវិស័យនៃប្រព័ន្ធនេះក្នុងការបោះជំហានឆ្ពោះទៅកាន់តែជាលក្ខនិងជាវិភាពការវិវត្តប្រព័ន្ធគាំពារសង្គមត្រូវធ្វើឡើងជាជំហានដែលទាមទារឲ្យមានការពិចារណាយ៉ាងម៉ត់ចត់លើការកំណត់អតិភិបនិងការផ្ដល់ហិរញ្ញប្បទានពាក់ព័ន្ធនានាក្របខ័ណ្ឌនយោបាយជាតិគាំពារសង្គមឆ្នាំ 2024-2035 នឹងដើរតួជាមគ្គុទ្ទេសករយៈពេលវែងជំនួសឲ្យក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ 2016-2025 ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាដែលបន្តតម្រង់ទិសសម្រាប់ 11 ឆ្នាំទៅមុខសម្ដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គមនិងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្នក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមថ្មីនេះផ្លាស់ប្ដូរពីអភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមបែបសុខស្ដំទៅជាការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនិងការផ្ដល់កិច្ចគាំពារតាមហានិភ័យនិវត្តន៍ជីវិតដោយបន្តផ្ដល់ការយកចិត្តទុកដាក់លើការធានានៅសន្តិសុខប្រាក់ចំណូលកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋសម្ដៅលើកកម្ពស់សុខុមាលភាពការឆ្លើយតបនឹង gender សមភាពសង្គមព្រមកាត់បន្ថយភាពក្រីក្រហើយរាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សនិងសុខុមាលភាពប្រជាពលរដ្ឋតាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំនិងមានភាពធន់ជាអតិភិបក្នុងអតិភិបមួយកំណត់ក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី 1 គឺការដាក់បន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមតាមអភិក្រមហានិភ័យនិវត្តន៍ជីវិតដោយឈលលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ជាមួយនឹងទស្សនវិស័យនិងគោលដៅច្បាស់លាស់គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌និងបរិបត្តិសេចក្តីដោយគ្រប់ជំរាបជូននឹងទូតថ្វាយខាងលើយើងខ្ញុំសូមគោរពស្នើសុំសម្ដេចប្រធានសមាជរដ្ឋសភានិងប្រសិទ្ធភាពមេត្តាដាក់ជូនអង្គសមាជពិភាក្សានិងសម្រេចដល់ពងពោះសូមអរគុណនិងសូមអរគុណបាទសូមអរគុណអាដាមជប៉ុននេះដែលបានធ្វើរបាយការណ៍ជូនអង្គសមាជរបស់យើង